សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីសញ្ញា oil change នៅលើប្រភេទពួកកុងទ័រប្រភេទពួកម៉ូតូ Honda ឲ្យតែប្រើប្រភេទពួកកុងទ័រ Digital នៅពេលដល់ចំនួនគីឡូគឺមានលោតសញ្ញា oil change បាទអញ្ចឹងប្រភេទ Honda ដែលប្រើប្រភេទពួកកុងទ័រ Digital ហើយប្រភេទពួកម៉ាស៊ីនប្រើប្រភេទពួកម៉ាស៊ីនលេខអូតូនេះគឺមានច្រើនប្រភេទក្នុងស្រុកខ្មែររបស់យើងដែលយើងជួបសពថ្ងៃមានដូចជាប្រភេទពួក PCX បាទប្រភេទពួក ADV ប្រភេទពួក Honda Click ប្រភេទពួក Honda Vario ប្រភេទពួក Honda Scoopy ប្រភេទពួក Honda បាទ Giorno ឬក៏ Honda មួយចំនួនទៀតដែលមានប្រភេទពួក Honda Digital មានបតងពីរដូច្នេះបាទអញ្ចឹងចំណុចទី1ខ្ញុំលើកយកនិយាយហេតុ3បានជាវាលោតសញ្ញា oil change ចំណុចទី2តើ oil change នេះបាទវាសិនជាលោតយើងមិនលុបចោលវាមានបញ្ហាអ្វីទេនិងចំណុចទី3អំពីវិធីធ្វើការលុប oil change ចោលបាទអញ្ចឹងចំណុចទី1ខ្ញុំលើកយកបង្ហាញគឺចំណុច oil change ហេតុអ្វីបានជាវាលោតសញ្ញា oil change ដូច្នេះបាទ oil change នេះគឺជាចំណុចមួយដែលវាលោតជាមួយនឹងការប្រមានប្រាប់យើងឬក៏ជាការកំណត់គីឡូរបស់យើងថាយើងដល់ចំនួនគីឡូដែលយើងដាក់ដែលយើង set វាឲ្យវាអាចដាក់3000គីឡូ4000ឬក៏4500ឬក៏ប្រហែលពាន់អាស្រ័យលើបងប្អូនចូលទៅ set គីឡូដើម្បីឲ្យវាលោតជាមួយនឹងសញ្ញា oil change បាទចំណុចទី2បើសិនជាបងប្អូនឃើញសញ្ញាដូច្នេះដល់គីឡូហើយបើសិនជាបងប្អូនចង់ទុកបងប្អូនមិនចង់លុបទេបងប្អូនគាត់ដូរវិញបានធម្មតាក៏បានសញ្ញានេះគឺมันមានផលប៉ះពាល់ទៅដល់ម៉ូតូទេគ្រាន់តែជាសញ្ញាមួយដែលយើងកំណត់ឲ្យវាចេញដើម្បីឲ្យយើងដឹងជាសញ្ញាដាស់តឿនថាតើគីឡូយើងដល់ជាមួយនឹងការកំណត់ដូរហើយឬនៅបាទចំណែកចំណុចទី3តើតើជាមួយនឹងវិធីលុបដើម្បីលុបវាគឺងាយទេអ្នកខ្លះគាត់ខ្ជិលទុកវាទៅឬខ្លះគាត់កំណត់ហើយគាត់ចង់ដឹងដល់គីឡូដើម្បីវាលោតមកដើម្បីងាយស្រួលគាត់កំណត់ដឹងថាគាត់ងាយជាមួយនឹងការដូរប្រេងបានម៉ាស៊ីនម៉ូតូរបស់គាត់បាទដើម្បីធ្វើការលុបបងប្អូនគ្រាន់តែចុចប៊ូតុងនៅខាងស្ដាំដៃបងប្អូននេះជាប់ហើយបងប្អូនបិទសោបាទបិទសោបងប្អូនសោ Smart Key ហ្នឹងហើយបងប្អូនកាច់សោទៅវិញចុចជាប់ទៅវានឹងលោតសញ្ញានេះផ្លែតវានឹងធ្វើការ clear ហើយបងប្អូនតែម្ដងបាទឥឡូវខ្ញុំសូមធ្វើការ clear ខ្ញុំសូមបន្លត់សិនហើយបងប្អូនចុចប៊ូតុងនៅជាប់ហើយបើកឡើងវិញមកបាទនេះលោតបានហើយបាទអញ្ចឹងយើងឃើញថាសញ្ញានេះគឺបាត់ចេញពីតាប់ឡូតរបស់យើងដោយសារយើងលុបតាមវិធីគឺយើងចុចប៊ូតុងខាងស្ដាំដៃនេះជាប់ហើយយើងបើកមកគឺលុបបានហើយបាទអញ្ចឹងគីឡូការខ្ញុំដាក់មុនហ្នឹងគឺតែបាទគីឡូតិចទេដាក់1000គីឡូឥឡូវវាដល់1006គីឡូគឺវាលោតមកបាទលើ6គីឡូបាទអញ្ចឹងនេះគឺជាវិធីលុបសញ្ញាបាទ oil change បាទមានតែប៉ុណ្ណឹងបាទមានចំណុចណាលោកហ្វាខាសូមកាន់តែឲ្យទៅ Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសម្រាប់បងប្អូនអ្នកដែលគាត់មិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share វីដេអូនេះបន្តទៅកាន់អ្នកដែលគាត់មិនចេះតែលុបសញ្ញា oil change នៅលើតាប់ឡូប្រភេទពួកម៉ាស៊ីនបាទម៉ូតូ Digital គាត់ចេះលុបអស់គ្នាផងជាចុងក្រោយសូមជម្រាបលាបងប្អូន